มาเพียบสมสำได้ในเศร้ามนอริเรียจะปัวประมกริราธาบิบาลก็โดยเชียคณะสังกันโยได้ตัวบานอนุตรัสปีประมกนักดักน้อมอนุญาตเอาเก็บลางวิ่งปีกาเรียบเรียงในกรมจุ่มนุมประไตรใบดอกดับใบเตียงตอนปีพุทธวจนะได้กำปงแต่เมียนสรัดเอาสถัดในขนมสกรตเพียบคนไทยขนมระยะกาลประมาณไงนี้ก็เมียนเพียบจำลองจำราดาวตัวสนะปีกาบังการลังวิ่งในชโมกรมจุ่มนุมประไตรใบดอกโดยมีการเลือกลางทาการได้บังการเอาเมียนกรมจุ่มนุมประไตรใบดอกไม่ได้hạ bay đô chia mình ao tầm lay rồi có vừa ở bắt bom nơi con nộp bạc cà ra rồi bom trong chùm nông bật trái bay đỏ còn lòng một ruồi đây chỉ ca kết đại rồi sầm lăng khơi tại một trường tế khi một cái mà phiếp sông lương ở tí ho muối và kêu chôn còn công chắc rồi bỏ thì nên miền bè xây là đồng xây là nhiên rồi bây đã xong khai vấn đề miền Tây nước nông tin nên sẵn khai vấn đề miền Tây thì tìm cổ sức ra Maskat vai cùng chung cuộc bè tê gợi sát thà vấn đề chào đi ca vòn mà đang đọc địa đàn đầy cùng chỉ tìm cổ sức ra Namaskar ថ្វាយបង្គំចំពោះព្រះសិរីលក្ខតវង្សតែមានកចៅតិកាវ័នរតនារាមហៅវត្តសាកណ្ដាលក្រុងប៉ុន្តែជាទីគោរពសក្ការៈគុណគុណម្ចាស់ព្រះអង្គដែលមានប្រវត្តិមានក្នុងវេលាកាលនេះចម្រើនពរចំពោះលោកយមសំណាងអភិបាលរងនៃគណៈអភិបាលខេត្តតំណាងរបស់ពុះដែលដំអភិបាលខេត្តទាមានជ័យជាទីរាប់អានក្នុងព្រះធម៌លោកទាអុកញ៉ាសេងសង្គមលោកញឹកធឿនអភិបាលរងតំណាងអភិបាលក្រុងបយប៉ែនចៅសង្កាត់លោកមេភូមិអាជ្ញាធរកងកម្លាំងប្រដាប់អាវុធដើម្បីក្នុងក្រុងបយប៉ែនទាំងមូលចម្រើនពរចំពោះលោកញោមមហាជាពុទ្ធបរិស័ទទាំងអស់ដែលមានប្រវត្តិមាននិងវត្តមានក្នុងកម្មវិធីពិសេសឆ្លងនៅព្រះពុទ្ធបដិមាទាំង5ព្រះអង្គក្នុងវត្តរតនារាមផ្សារកណ្ដាលសាលាពុទ្ធកៈព្រមទាំងសមិទ្ធផលដ៏ច្រើនហេតុមានដែលបានលេចជារូបរាងឡើងនៅក្នុងវត្តរតនារាមផ្សារកណ្ដាលនេះជាបឋមខ្ញុំបកដាសូមកោតសរសើរចំពោះស្នាប្រកបរបស់ព្រះគ្រូចារកាដែលព្រះអង្គមានប្រវត្តិមានក្នុងរយៈកាល4ឆ្នាំ11ខែដែលមកទទួលភារកិច្ចក្នុងតំណែងជាព្រះចៅអធិការប្រជាពុទ្ធបរិស័ទបានឮច្បាស់ហើយពីតាមពីវេលាក៏ដូចជាចំណាប់អារម្មណ៍របស់លោកទាវអុកញ៉ាបាញ់តកតងពីដែលចម្លាយទាំងកម្លាំងកាយទឹកដីរបស់ព្រះគ្រូចាតកាចង់ជម្រាបជូនដល់មហាប្រជាពុទ្ធបរិស័ទប្រគេនចំពោះគណៈគុណម្ចាស់
អង្គពិធីទៅមូលថាពូជបច្ចៅអត្តកាមិនថាវត្តណាទេស្ទើរតែកពូជខ្ញុំគេទាំងអស់ណាព្រោះថានៃនិយាយអញ្ចេះព្រោះថាគ្រប់បច្ចៅកម្មវត្តទាំងអស់សឹកតែមានទំនួលខុសត្រូវក្នុងសមិទ្ធផលនៃវត្តអារាមរៀងខ្លួនរៀងព្រះអង្គដោយខ្ញុំកណាលើកថាជាពូជខ្ញុំគេនេះព្រោះថារាល់វត្ថុបំណងនិងការចំណាយនៅញើសឈាមទ្រព្យរបស់ព្រះគ្រូចេតិកាគ្រប់ព្រះអង្គគឺសម្រាប់តែសាធារណប្រយោជន៍តែមួយមុខគត់ឥតបានបំរើទៅជាប្រយោជន៍ខ្លួនព្រះអង្គជាក់ស្ដែងដោយការកសាងវត្តរតនារាមនេះចឹងក្នុងរយៈពេល4ឆ្នាំ11ខែដែលចំណាយថវិកាប្រមាណ$90,1,900នេះតាមរបាយការណ៍របស់ព្រះគ្រូចេតិកាគឺថាអត់មានសមិទ្ធផលណាមួយដែលព្រះអង្គយកជាប្រយោជន៍ខ្លួនព្រះអង្គក៏អត់មានដែរដូចជាកុដនៅកំពុងតែកសាងមានកម្ពស់3ជាន់នេះស្រាប់ហើយនៅកំពុងខ្វះថវិកាដើម្បីបំពេញបង្ហើយកុដនេះគឺជាក់ស្ដែងធ្វើសម្រាប់សាមណនិស្សិតដែលនឹងមកបន្តការសិក្សាឬកំពុងការសិក្សានៅក្នុងវត្តផ្សារកណ្ដាលទេដែលសពថ្ងៃមានជាង100អង្គបាត់ទៅហើយក្នុងកាលដែលមានសាមណនិស្សិតដល់រហូតដល់តែ100អង្គជាងនេះអ្នកទាំងអស់នោះមកពីណាគឺចេញពីកូនអ្នកស្រុកដែលខ្វះខាតឬក៏បាត់បង់នៅពុកម្ដាយអាណាព្យាបាលដល់នៅកុមារភាពខ្វះទីពឹងរួចហើយក៏មកផ្ញើខ្លួនក្នុងពុទ្ធសាសនាជាក់ច្បាស់ណាស់ថាបើមិនមានវត្តអារាមជាឃ្លាំងសម្រាប់ទទួលយកអ្នកទាំងអស់នេះទេម្ល៉េះសូមអ្នកទាំងអស់នេះកើតជាបន្ទុកដ៏ធំចំពោះរដ្ឋបាលខេត្តក៏ដូចជាដល់រាជរដ្ឋាភិបាលទាំងមូលផងដែរព្រោះមួយឆ្នាំបើកុមារកុព្រាដែលខ្វះទីពឹងមិនបានទទួលការអប់រំពីវត្តអារាមទេអង្គការឬក៏ស្ថាប័នស៊ីវិលមួយមិនអាចមានលទ្ធភាពឯណាទៅទទួលយកក្មេងកុព្រាឬក៏ក្មេងដែលខ្វះទីពឹងរហូតដល់100នាក់ដល់1000នាក់បានទេក្រៅពីវត្តអារាមគឺមិនអាចទៅរួចទេបើសិនជាអាចក៏ហើយណាស់មួយប្រទេសមានត្រឹម1ឬ2អង្គការទៅប៉ុណ្ណឹងឯងមិនអាចទទួលបានគ្រប់ខេត្តក្រុងរាជធានីទេប៉ុន្តែវិស័យវត្តអារាមនេះជាវិស័យមួយដែលទលំទលាយមាននៅវត្តអារាមជាង5វត្តព្រះសង្ឃជាង20000អង្គក្នុងព្រះរាជាណាចក្រស្រាប់ទាំងអស់នេះមិនមែនជាការកសាងគ្រាន់តែឲ្យល្អមើលឬដូចតែលោកដែលមួយចំនួនលោកបានបន្តបង្អាប់ថាការកសាងរាល់សមិទ្ធផលក្នុងវត្តអារាមនេះគឺការកសាងឥតប្រយោជន៍មិននាំគ្នាជួយកសាងធនធានមនុស្សអានេះជាការផ្ទុយស្រឡះអំពីភាពពិតជាក់ស្ដែងដែលជាសច្ចភាពក្នុងលោកសាលារៀនមិនអាចបង្កើតវត្តអារាមបានទេប៉ុន្តែវត្តអារាមអាចបង្កើតសាលារៀនបានប៉ុន្តែទោះជាយ៉ាងហ្នឹងក៏ដោយក៏វត្តអារាមមិនទទួលនៅគុណសម្បត្តិតែម្នាក់ឯងទេច្បាស់ណាស់ថាការដូចផ្ដើមការបង្កើតឡើងឲ្យមាននៅក្រសួងស្ថាប័នដែលពាក់ព័ន្ធជាមួយនឹងវិស័យអប់រំនេះគឺសឹកតែជាការសំខាន់មួយក្នុងការអភិវឌ្ឍធនធានមនុស្សជាចាំបាច់ប៉ុន្តែការអភិវឌ្ឍធនធានមនុស្សមិនអាចផ្ដោតតែមួយទិសដៅបានទេ
ជាពិសេសដោយវិស័យអប់រំជាដើមវិស័យអប់រំទីណាក៏មានដែរប៉ុន្តែបើសិនជាការអប់រំខ្វះនៅសិលធម៌ឬក៏គុណធម៌សច្ចធម៌យុត្តិធម៌និងភាពនិងតម្លាភាពក្នុងប្រពៃណីទំនៀមទម្លាប់នោះយើងនឹងទទួលបានបញ្ចវន្តដែលចេះក៏ពិតមែនប៉ុន្តែមនុស្សដែលចេះហើយមិនប្រកបដោយមនសិការមិនប្រកបដោយគុណធម៌ស្មើនឹងយើងបាននៅខ្លាដែលមានចង្កូមស្រួចដល់ច្រើនពេញសង្គមប៉ុន្តែបើយើងបានទទួលនៅបញ្ញវន្តដែលប្រកបដោយសិលធម៌ដោយក្រមសិលធម៌ដែលបានទទួលការអប់រំអំពីសាសនានេះមួយឆ្នាំយើងនឹងទទួលបានធនធានមនុស្សដែលប្រកបដោយគុណភាពនិងតម្លាភាពគួរជានឹងទីពឹងពាក់តែថ្ងៃខាងមុខបានជាស្ដែងដូចវិស័យពុទ្ធកសិក្សាជាតិមិនមែនបំរើតែសាមណនិស្សិតទេគឺថាបើកទលំទលាយជាសកលដែលអាចឲ្យសិស្សនិស្សិតដែលមិនបានចូលមកពុះក្នុងសំណាក់ពុទ្ធសាសនាអាចទទួលការសិក្សារៀនសូត្រទៅបានដែរនេះជាអ្វីដែលពុទ្ធសាសនាបានជួយនិងបំពេញក្នុងចំណុចខ្វះចន្លោះរបស់ប្រជាពលរដ្ឋដែលកំពុងតែរស់នៅដូចជាគឺការបើកឲ្យមាននៅសាលាពុទ្ធកៈនៅក្នុងវត្តផ្សារកណ្ដាលនិស្រាតគឺថាជួយបើសិនជាមួយឆ្នាំសាមណនិស្សិតចប់អំពីពុទ្ធកៈយើងទទួលបានធនធានមនុស្សជារៀងរាល់ឆ្នាំហើយជាធនធានមនុស្សនេះទៀតសោតគឺជាការទទួលខុសត្រូវទាំងស្រុងរបស់វត្តអារាមដែលអត់មានចំណាយថវិការបស់រដ្ឋត្រូវការប្រើប្រាស់ថវិការបស់រដ្ឋដើម្បីក្នុងការផ្គត់ផ្គង់ដល់ជីវភាពរបស់សាមណនិស្សិតទេគ្រាន់តែត្រូវការចូលរួមក្នុងការគ្រប់គ្រងក្នុងវិស័យអប់រំដូចជាគ្រូបង្រៀនឬប្រាក់ឧបត្ថម្ភធនជូនដល់គ្រូបង្រៀនអីជាដើមនេះត្រូវការរដ្ឋជួយជ្រោមជ្រែងក៏ពិតមែនប៉ុន្តែពីជីវភាពរបស់សាមណនិស្សិតទាំងស្រុងគឺថាព្រះគ្រូចារ្យការជាអ្នករ៉ាប់រងហើយគ្រប់គ្នាដែលមកបុស្សនេះមកទទួលការសិក្សានេះមិនមែនសឹកតែជាសាច់ញាតិរបស់ព្រះគ្រូចារ្យការជាបងប្អូនជាមិត្តសម្លាញ់ឬក៏ជាមនុស្សជាទីជិតស្និទ្ធឯណាទេគឺជាអ្នកដតីសិក្សាប៉ុន្តែព្រះគ្រូចារ្យការលោកនៅតែទទួលធ្វើការទំនុកបំរុងឲ្យស្នាក់នៅឲ្យសិក្សារៀនសូត្រគុតគង់ទាំងពីទឹកភ្លើងនិងបច្ច័យ4ដែលត្រូវប្រើប្រាស់គោលបំណងតែមួយយ៉ាងទេជំរុញលើកកម្ពស់និងលើកទឹកចិត្តឲ្យសាមណនិស្សិតទាំងអស់បានទទួលការអប់រំពីវិស័យសាសនាប្រកបដោយទស្សនវិស័យដ៏វែងឆ្ងាយទៅមុខទៀតធ្វើខ្លួនឯងឲ្យទៅជាស្បែកសរសៃឆ្អឹងឈាមរបស់សង្គមក្នុងពេលអនាគតឥឡូវយុវជនក្នុងប្រទេសក៏ដូចជាក្នុងពិភពលោកទាំងមូលមានពីរផ្នែកដែលមួយផ្នែកទទួលការបណ្ដុះបណ្ដាលទទួលការអប់រំទៅនឹងបានទៅជាសសរទ្រូងនឹងបានទៅជាឆ្អឹងស្បែកសរសៃឬក៏ជាកោសិការបស់សង្គមជាតិប៉ុន្តែមួយផ្នែកទៀតទទួលបានការអប់រំដូចគ្នាប៉ុន្តែខ្វះនៅគុណធម៌ដែលជាសេចក្តីទ្រទ្រង់ដល់ល្អវិចិត្ររបស់មនុស្សនេះ
ធ្វើឲ្យយុវជននោះនឹងប្រែក្លាយទៅជាឆ្លើងរបស់សង្គមក្នុងពេលអនាគតអញ្ចឹងវិស័យវត្តអារាមនេះជួយសំខាន់ណាស់ក្នុងការប្រែក្លាយយុវជនពីអនាគតឆ្លើងសង្គមឲ្យប្រែមកជាអនាគតជាសសរទ្រូងរបស់សង្គមចេះដឹងមានកម្រិតគ្រប់គ្នាប៉ុន្តែបើចេះដឹងហើយគ្មាននៅគុណធម៌ក្នុងខ្លួនទេនោះគឺទោះយើងចេះលើសគេ100 ដង 1000 ដងក៏ស្មើតែយើងជាឆ្លើងរបស់សង្គមដូចគ្នាព្រោះសង្គមជាតិរបស់មនុស្សនេះខុសទីតីពីសង្គមសត្វដេរឆានសង្គមសត្វដេរឆានពីណាខ្លាំងគឺក្របសង្កត់អ្នកដែលទន់សោប៉ុន្តែសង្គមរបស់មនុស្សពីណាដែលខ្លាំងគឺជួយទ្រទ្រង់ទំនុកបំរុងដល់អ្នកដែលទន់សោនេះបើខុសគ្នាពីនឹងអញ្ចឹងបើសិនជាមនុស្សប្រឹងប្រែងរៀនសូត្រប្រឹងប្រែងរកទទួលទានឲ្យខ្លួនបានកើតជាអ្នកដែលមានអំណាចដ៏ខ្លាំងលើមនុស្សដទៃហើយយើងគៀបសង្កត់ឬក៏ប្រមាថមាក់ងាយលើស្រាលចំពោះអ្នកដទៃអានឹងយើងចេញមិនឆ្ងាយអំពីសង្គមរបស់ទេរឆានទេប៉ុន្តែបើសិនតែយើងទទួលបានការអប់រំហើយប្រកបបានដោយគុណធម៌បេះដូងមនុស្សធម៌ហើយយើងជួយសង្គ្រោះដល់មនុស្សដែលទុកខ្សោយជាងយើងជាពិសេសមនុស្សដែលគួរដល់នឹងការសង្គ្រោះអានេះយើងកំពុងតែរស់នៅក្នុងសង្គមរបស់មនុស្សហើយប៉ុន្តែនិយាយបែបនេះមិនមែនចង់សំដៅទៅលើថាឲ្យទៅជួយសង្គ្រោះមនុស្សដែលខុសនោះទេព្រោះមនុស្សកាលណារស់នៅក្នុងរដ្ឋមួយអាស្រ័យក្រោមច្បាប់ជាអ្នកកំណត់ថាមនុស្សនោះជាមនុស្សគួរដល់ការសង្គ្រោះឬក៏មនុស្សគួរដល់ការទទួលខុសត្រូវចំពោះមុខច្បាប់ដូចជាសង្គមយើងសពថ្ងៃចូលចិត្តជេរគេចូលចិត្តប្រមាថគេចូលចិត្តតេះដៀលគេប្រកបដោយទោសៈទាំងកាយវិចារនិងចិត្តដល់ទៅពេលគេចាត់ការទៅតាមនីតិវិធីច្បាប់យើងបែរជាចោទប្រកាន់ថាជាការគៀបសង្កត់ដែរនោះមិនមែនទេការគៀបសង្កត់គឺថាមនុស្សឥតមានទោសឥតមានកំហុសហើយយើងទៅប្រមាថមាក់ងាយជីកន់កាប់សម្លាប់អានោះគេហៅថារឿងដែលការគៀបសង្កត់ដែរប៉ុន្តែចំពោះធ្វើខុសផ្ទុយអំពីច្បាប់ដែលមានចែងដូចយើងថ្ងៃជាពលរដ្ឋមួយចំនួនក្នុងប្រទេសយើងចូលចិត្តជេរគ្នាតាមបណ្ដាញសង្គមចូលចិត្តប្រមាថមាក់ងាយគ្នាហួគ្នានេះសិក្សាតែជាទង្វើខុសច្បាប់ដែលច្បាប់បានចែងបានធរមានមកហើយប៉ុន្តែយើងអត់ដឹងច្បាប់ចេះតែបំពេញទៅដល់ទៅពេលប៉ះមនុស្សដែលគេទ្រាំបានទៅគេចាត់ការតាមនីតិវិធីច្បាប់ទៅយើងប្រែក្លាយកំហុសរបស់ខ្លួនយើងសោះឲ្យកំហុសរបស់អ្នកដទៃតែចោទប្រកាន់ដោយប្រការផ្សេងចឹងជាដែរអញ្ចឹងរឿងនេះជារឿងសំខាន់ដែលយើងទាំងអស់គ្នាក៏បីតែយកចិត្តទុកដាក់ជៀសវាងការប្រព្រឹត្តខ្លួនឲ្យទៅជាមនុស្សដែលធ្វើអំពើខុសច្បាប់ទាំងបំពេញដែលយើងអត់ដឹងអំពីច្បាប់អញ្ចឹងសូមឲ្យជាពុទ្ធបរិស័ទទាំងអស់ត្រូវរស់នៅក្នុងក្រមសីលធម៌មានតែទង្វើដែលមិនក្តៅក្រហាយដល់អ្នកដទៃទេដែលទង្វើនោះមិនខុសច្បាប់តែយើងប្រព្រឹត្តទង្វើណាក្តៅក្រហាយដល់អ្នកដទៃទង្វើនោះនឹងច្រើនមាននៅក្នុងច្បាប់របស់រដ្ឋហើយបើសិនជាមិនមានចែងជាមួយនឹងច្បាប់របស់រដ្ឋដោយប្រការណាទេខុសជាមួយនឹងច្បាប់សាសនាដែរហ
ហើយទោសក្នុងសាសនាជាទោសរបស់វត្តដាក់មានការទទួលនៅសេចក្តីសៅនៅខាងក្រោយត្រឡប់មកវិញអំពីវិស័យពុទ្ធកៈវិស័យពុទ្ធកៈមិនមែនត្រឹមតែជាចលករមួយក្នុងការរក្សាបាននៅក្រមសីលធម៌របស់ប្រជាពលរដ្ឋក៏ដូចជាសាមណនិស្សទេក៏ជាចំណែកមួយបន្តការត្រួតត្រងនៅពុទ្ធវចនៈដូចជាជាក់ស្ដែងយើងបានបង្កើតនៅសាលាពុទ្ធកៈណាដែលនឹងមានការសិក្សារៀនសូត្រនៅជំនាញធម្មវិន័យក៏ដូចជាភាសាបាលីផងដែរពុទ្ធបរិស័ទទាំងឡាយអង្គវិធីទាំងមូលតែងតែច្រឡំថាភាសាបាលីនេះរៀនដើម្បីអីវាគ្មានប្រយោជន៍វាគ្មានខ្លឹមសារអីទេរៀនទៅមួយឆ្នាំទៅតែអត់ប្រយោជន៍អញ្ចឹងយើងក៏លេចមកវិញមុននឹងយើងថាការរៀនភាសាបាលីនេះគ្មានប្រយោជន៍ឬក៏មិនមាននៅសារៈអីដល់ស្ថាប័នជាតិនោះយើងក៏បីកលេចទៅមើលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជារបស់យើងដែលបានចែងយ៉ាងច្បាស់ថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋអញ្ចឹងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនេះក៏ជាបាវចនាមួយក្នុងចំណោមបាវចនាទាំង3និង2ផ្សេងទៀតដែលរួមបង្គ្រប់3ជាមុំចង្ក្រានសម្រាប់ត្រួតត្រងនាវាកម្ពុជានេះឲ្យស្ថិតនៅក្នុងភាពនឹងណបានអញ្ចឹងពុទ្ធសាសនាដែលរដ្ឋធម្មនុញ្ញបានកំណត់ដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជាយើងបានកំណត់យកក្នុងសម័យនៃព្រះរាជាណាចក្រកម្ពុជាទី2នេះបានកំណត់រួចស្រេចបាត់ទៅហើយថាពុទ្ធសាសនាជាសាសនារបស់រដ្ឋអញ្ចឹងក៏លេចមកវិញថាពុទ្ធសាសនាត្រូវការអ្វីដើម្បីត្រួតត្រងពុទ្ធសាសនាត្រូវការច្បាប់កំពូលមួយគឺពុទ្ធវចនៈមានប្រត្រៃ3ដងច្បាប់កំពូលរបស់រាជាណាចក្រមានរដ្ឋធម្មនុញ្ញប៉ុន្តែច្បាប់កំពូលរបស់សាសនាដែលជាបាវចនាមួយដែរទៀតនោះក្នុងបាវចនាទាំង3មានជាតិត្រូវការច្បាប់កំពូលគឺរដ្ឋធម្មនុញ្ញសម្រាប់ត្រួតត្រងចំណែកសាសនាត្រូវការព្រះត្រៃបិដកជាគោលក្នុងការរក្សានៅលំនឹងនៃព្រះពុទ្ធសាសនាអញ្ចឹងដើម្បីនឹងត្រួតត្រងបាននៅពុទ្ធសាសនានោះគឺត្រូវការបត្រៃបិដកដើម្បីនឹងត្រួតត្រងបត្រៃបិដកដែលជាពុទ្ធវចនៈត្រូវការអ្វីដែលជាចាំបាច់គឺភាសាបាលីភាសាណាផ្ទុកនៅពុទ្ធវចនៈភាសានោះឲ្យឈ្មោះថាបាលីអញ្ចឹងបាលីនេះណាភាសាបាលីនេះជាភាសាសម្រាប់ផ្ទុកនៅព្រះពុទ្ធវចនៈដែលជាពាក្យចេញអំពីព្រះអោសរបស់ព្រះដែលមានពុទ្ធិដែលទទួលការរៀបរៀងទុកអំពីបឋមសង្កេលនីរហូតមកដល់ទុតិយតតិយរហូតដល់សង្កេយនីទី6អីជាដើមគឺសិក្សាតែជាការរៀបរៀងទុកដាក់ក្រែងមានការបាត់បង់ក៏ដូចជាក្រែងមានការធ្វើឲ្យភ្លាំងភ្លាត់បាត់ប្រយោគឃ្លោងនិងឃ្លារបស់សក្តីដើមអញ្ចឹងហើយទៅពីមួយចំនួនទៅមួយចំនួនចេះតែបង្កើតឲ្យមានការសង្កេយនាឡើងវិញបន្ទាប់ពីសម័យកាលណាដែលប្រធេរៈធំលោកមើលឃើញពីភាពចម្រុងចម្រាស់នៃព្រះត្រៃបិដកឬក៏ពុទ្ធដីកាជាដើមអញ្ចឹងថ្មីនេះខ្ញុំបុគ្គណាស្មារតីសូមសម្ដែងនៅសោមនស្សរីករាយចំពោះប្រមុខរាជរដ្ឋាភិបាលក៏ដូចជាគណៈសង្ឃនាយក
ដែលទទួលបានអនុក្រឹត្យពីប្រមុខថ្នាក់ដឹកនាំអនុញ្ញាតឲ្យគិតឡើងវិញពីការរៀបរៀងនៅក្រុមជំនុំព្រះត្រៃបិដកដើម្បីផ្ទៀងផ្ទាត់ពីពុទ្ធវចនៈដែលកំពុងតែមានស្រាច់ឲ្យស្ថិតនៅក្នុងសក្រិតភាពប៉ុន្តែក្នុងរយៈកាលប្រមាណថ្ងៃនេះក៏មានភាពចម្រូងចម្រាសដោយទស្សនៈពីការបង្កើតឡើងវិញនៃឈ្មោះក្រុមជំនុំព្រះត្រៃបិដកដោយមានការលើកឡើងថាការដែលបង្កើតឲ្យមានក្រុមជំនុំព្រះត្រៃបិដកថ្មីនេះហាក់បីដូចជាមិនឲ្យតម្លៃឬក៏ធ្វើឲ្យបាត់បង់នៅគុណូបការៈរបស់ក្រុមជំនុំព្រះត្រៃបិដកកន្លងមករួចនេះជាការគិតដែលសម្លឹងឃើញតែមួយជ្រុងទេខ្ញុំបកណាស្មារតីសូមលើកឧទាហរណ៍មួយប្រកេតជូនពុទ្ធបណាគុំចាស់គ្រប់ព្រះអង្គទីនេះមានព្រះសីលាដំសីលញាណព្រះបិតាសង្ឃខេត្តបន្ទាយមានជ័យនៅក្នុងទីនេះស្រេចដូចជាព្រះទេវស្ថានបណ្ឌិតជាពិសេសឯកឧត្តមលោកទាវដែលជាអង្គពិធីទាំងមូលដែលបានជ្រាបថាយើងក៏លេខទៅរឿងឧទាហរណ៍ដែលខ្ញុំបកណានឹងឧទាហរណ៍ហើយសូមឲ្យយើងយកចិត្តទុកដាក់ស្ដាប់បន្តិចកន្លែងឧទាហរណ៍ហ្នឹងដើម្បីជៀសវាងការយល់ច្រឡំដែលដូចភាសាបុរាណថាបើមិនបានជួយជោគជួយចែវហើយកុំគប់បីយកជាងទៅរៀនទឹកពាក្យថាខ្មែរកាលពីសម័យមហានគរយើងក៏រដ្ឋយើងកាលនោះប្រជាជនយើងកាលនោះក៏ហៅគ្នាថាពលរដ្ឋខ្មែរដែរហៅថាជនជាតិខ្មែរដែរហើយជនជាតិខ្មែរសម័យហ្នឹងរុងរឿងទាំងទឹកដីទាំងវប្បធម៌ទាំងអក្សរសាស្ត្រទាំងកិត្យានុភាពវឌ្ឍនភាពជាពិសេសអរិយភាពដ៏ធំលេចធ្លោគឺការកសាងនៅប្រាសាទដែលជាស្ដែងសល់មកឲ្យយើងសប្តាហ៍ថ្ងៃមានប្រាសាទអង្គរតូចអង្គរធំ3យ័ន្តវេបុនទាយសម្រាយវិទាក្តីអកយមបស័យចាំក្រុងស្អីហោហែទាំងអស់នេះសឹកសឹងតែជាប្រាសាទដែលសល់មកអំពីប្រជាជនខ្មែរក្នុងសម័យអតីតកាលក្រោយមកប្រទេសកម្ពុជាយើងមានចំនួនដោយសង្គ្រាមទាំងសង្គ្រាមស៊ីវិលទាំងសង្គ្រាមឈ្លានពានទាំងសង្គ្រាមអាណានិគមធ្វើឲ្យប្រជាពលរដ្ឋខ្មែរឬក៏ប្រទេសខ្មែរយើងនេះវារសាត់បាត់បង់ពីធំរហូតមកដល់សម័យដែលយើងទទួលនៅភាពផ្លោយផ្សាគឺសម័យបល័យពូជសាសន៍បាត់បង់ទាំងសាសនានិងព្រះមហាក្សត្រក្រោយមកយើងទទួលនៅភាពសុខដុមរមនាទាំងសន្តិភាពប្រជាពលរដ្ឋសុខសន្តិភាពសង្គមសន្តិភាពសាសនាដែលយើងសន្មតថាជាសម័យរាជាណាចក្រទី2នេះយើងនៅតែប្រើពាក្យថាជនជាតិយើងនៅតែប្រើពាក្យថាជាជនជាតិខ្មែរចុះមិនបដូរទៅបើខ្មែរយើងឥឡូវវាអត់ប្រកែដូចមុនផងហ្នឹងប្រើពាក្យថាខ្មែរដែរក្រែងទៅវាអាប់អោនដល់ខ្មែរជំនាន់មុនយើងមានគិតអញ្ចឹងទេណែកាលដែលពាក្យថាជនជាតិខ្មែរពីសម័យអតីតកាលរុងរឿងប៉ុន្តែក្រោយមកវាបែកបាក់ប្រេះឆាគ្នា
រហូតដល់យើងបានមកនៅប៉ុណ្ណឹងហេតុអីក៏យើងនៅតែប្រើពាក្យថាខ្មែរដែរអញ្ចឹងការប្រើពាក្យថាខ្មែរនេះយើងមិនឲ្យតម្លៃជនយើងពីមុនទេឬយើងមិនឲ្យតម្លៃនៅគុណូបការៈរបស់មហាវីរក្សត្រសម័យមុនទេឬយើងមិនឲ្យតម្លៃចំពោះមហាវីរៈបុរសទាំងផ្នែកអក្សរសាស្ត្រផ្នែកប្រពៃណីទំនៀមទម្លាប់ជំនឿសាសនារបស់ជនជាតិយើងទេឬទើបយើងប្រើពាក្យថាខ្មែរប៉ុន្តែផ្ទុយទៅវិញវាអត់អញ្ចឹងទេដែលយើងប្រើពាក្យថាខ្មែរទោះបីយើងមិនអាចទៅកសាងអង្គរវត្តដូចពីមុនក៏ដោយក៏យើងទទួលយកនៅការអភិរក្សថែរក្សាតាមលទ្ធភាពដែលយើងអាចធ្វើទៅបានដើម្បីធ្វើឲ្យរបស់នោះរស់នៅជាមួយនឹងយើងបានយូរបន្តទៅមុខទៅទៀតអញ្ចឹងឧបមាមកវិញអំពីការប្រើប្រាស់ពាក្យថាក្រុមជំនុំបត្រៃបេះដូងនេះមិនមែនសំអាងទៅលើយើងចង់លុបបំបត្តិនៅគុណូបការៈរបស់វីរៈសាមណៈដែលព្រះអង្គចំណាយនៅញើសឈាមរបស់ព្រះអង្គក្នុងការបកប្រែសេចក្តីនៃគម្ពីរមកក្នុងការដាក់ឲ្យសារាចរប្រើប្រាស់ទូទាំងព្រះរាជាណាចក្រនោះទេប៉ុន្តែផ្ទុយទៅវិញគឺការលើកតម្កើងហើយកោះកកាយយកមកថែរក្សាឡើងវិញព្រោះថាព្រះត្រៃបិដកសពថ្ងៃទទួលបានការបោះពុម្ពផ្សាយច្រើនដោយមិនមានប្រភពច្បាស់លាស់ពីដើមដាក់សារាចរឲ្យចេញពីពុទ្ធសាសនបណ្ឌិតប៉ុន្តែសពថ្ងៃឬក៏កន្លងមកគឺថាមិនដឹងជាយកមកពីប្រភពខាងណាខ្លះដែលដាក់ឲ្យសារាចរតាមវត្តអារាមនេះអញ្ចឹងហើយទើបគណៈសង្ឃពុទ្ធសាសនាលោកពិនិត្យលោកគិតថាគប្បីតែបង្កើតឲ្យមានឡើងវិញនៅក្រុមជំនុំមិនមែនជំនុំទៅកែទេគឺផ្ទៀងផ្ទាត់នៅបៃដកដែលកំពុងតែដាក់ឲ្យចរាចរស្រេចដើម្បីការពារបង្ការការខុសឆ្គងនៃការបោះពុម្ពផ្សាយអញ្ចឹងហើយទើបត្រូវការប្រើប្រាស់ថាពាក្យផ្ទៀងផ្ទាត់អញ្ចឹងឯងដូចជាការពិនិត្យលើការបោះពុម្ពបើមិនឲ្យប្រើពាក្យថាការផ្ទៀងផ្ទាត់តែយើងមានពាក្យឯណាដែលទៅប្រើផ្សេងក្រៅពីនឹងទៅទៀតដែលសំគួរនោះក៏អត់ដែរគឺត្រូវការប្រើពាក្យថាផ្ទៀងផ្ទាត់ប៉ុន្តែផ្ទៀងផ្ទាត់ក្នុងទីនេះមិនមែនទៅកែអត្ថសេចក្តីដើមរបស់ព្រះត្រៃបិដកទេដែលគេបោះពុម្ពដែលគេសម្រេចរួចហើយទេគឺយើងគ្រាន់តែពិនិត្យថាត្រឹមត្រូវតាមច្បាប់ដើមហើយឬក៏នៅមានការខ្វះចន្លោះលើសខ្វះឬបាត់បង់នៅសេចក្តីដើមហើយឬនៅណាទើបយើងប្រើប្រាស់ថាជាការផ្ទៀងផ្ទាត់ហើយបន្តក្រុមជំនុំបត្រៃបិដកនេះបន្តការប្រែនៅគម្ពីរដីកាអដ្ឋកថាយោជរាផ្សេងដើម្បីជាសេចក្តីពន្យល់មកទៀងផ្ទាត់ចំពោះព្រះត្រៃបិដកអញ្ចឹងបានមានសំណួរសួរថាយើងយកអ្វីទៅផ្ទៀងផ្ទាត់ព្រះត្រៃបិដកថាយកនៅអដ្ឋកថាដីកាយកដើម្បីមកទៀងផ្ទាត់ពីការពន្យល់របស់ព្រះត្រៃបិដកព្រោះពាក្យដើមរបស់ពុទ្ធដីកាព្រះអង្គសម្ដែងជា4ប្រភេទព្រះអង្គសម្ដែងចំពោះមនុស្សដែលមានបញ្ញាច្រើនក្នុងសម័យនោះស្ដាប់ហើយងាយនឹងយល់ក្រោយមកទៀតព្រះរហន្តក្រោយលោកសម្ដែងចំពោះបុគ្គលដែល
ស្ដាប់លោកយល់ក្នុងសម័យរបស់លោកអញ្ចឹងត្រូវការអធិប្បាយហ្នឹងគឺសំដៅលើព្រះអដ្ឋកថាដីកាយោជនាផ្សេងដែលអធិប្បាយអំពីព្រះត្រៃបិដកហ្នឹងហើយអញ្ចឹងជៀសវាងការអធិប្បាយខុសអំពីខ្លឹមសារដើមនៃព្រះត្រៃបិដកទើបយើងត្រូវការប្រែបន្ថែមនៅព្រះអដ្ឋកថាដីកាយោជនាដើម្បីយកមកជាទិសដៅមួយក្នុងការស្ទៀងផ្ទាត់នៃព្រះត្រៃបិដកជៀសវាងការបំភាន់បំភ្លឺដោយយើងមានរឿងមួយចំនួនដែលកើតឡើងកន្លងមកហើយអំពីការបញ្យល់ខុសអំពីអត្ថនៃពុទ្ធសាសនាដូចជាការបញ្យល់ថាពុទ្ធសាសនាមិនឲ្យតម្លៃទៅលើព្រះត្រៃបិដកឬក៏ថាមិនឲ្យតម្លៃទៅលើប្រសង់អីអញ្ចឹងហ្នឹងគឺសិទ្ធិការបញ្យល់ដែលខុសអំពីខ្លឹមសារនៃព្រះត្រៃបិដកហើយអញ្ចឹងដើម្បីជៀសវាងអរិយភាពបែបហ្នឹងទៀតដែរជៀសវាងការពោលខុសអំពីខ្លឹមសារនៃពុទ្ធវចនៈហ្នឹងទៀតដែរទើបយើងត្រូវតែឲ្យមានឡើងវិញនៅក្រុមជំនុំដើម្បីពិនិត្យផ្ទៀងផ្ទាត់ជៀសវាងការអធិប្បាយខុសហើយតែខុសហើយយើងអត់មានស្ថាប័នមួយដែលទៅរៀបរៀងដែលទៅទប់ស្កាត់ដែលទៅផ្ទៀងផ្ទាត់អាហ្នឹងគឺថានាំលំពុលដែលឲ្យកើតជារឿងធំបានយើងគិតមើលសូម្បីតែប្រទេសមានរដ្ឋធម្មនុញ្ញហើយនឹងក៏ដោយក៏ត្រូវមានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញក្រុមប្រឹក្សាអង្គចៅក្រមគឺដើម្បីពិនិត្យផ្ទៀងផ្ទាត់ការអនុវត្តការប្រើប្រាស់នៃច្បាប់និងមានតម្លាភាពនិងប្រកបដោយទិសដៅដ៏ត្រឹមត្រូវតាមគោលការណ៍ច្បាប់ដែលចង់បានហើយឬនៅហ្នឹងគេបង្កើតឲ្យមានស្ថាប័នទាំងអស់នឹងឡើយមិនបង្កើតឲ្យមានច្បាប់ហើយមានតុលាការចាំតែកាត់ទោសយកតាមតែនឹកឃើញអត់ទេគឺត្រូវមានអង្គក្រុមជំនុំចៅក្រមពិនិត្យមើលលើចៅក្រមដែលកាត់សេចក្តីរហូតដល់មានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញហ្នឹងគឺតែមានទាំងអស់ជៀសវាងការប្រើខុសអំពីទិសដៅនៃច្បាប់ដែលបានចែងអញ្ចឹងគឺថាក្រុមជំនុំប្រត្រៃបិដកដែលគេបំរុងនឹងកើតហ្នឹងគឺទិសដៅរបស់តថេរៈក៏ដូចជាគណៈសង្ឃនយោច្បាស់ណាស់ថាព្រះអង្គមុខតែមានទិសដៅក្នុងការការពារមិនមានទិសដៅក្នុងការលុបបំបាត់ទេគឺការការពារអំពីការប្រើប្រាស់ខុសអំពីពុទ្ធវចនៈឬការផ្សព្វផ្សាយខុសអំពីពុទ្ធវចនៈដែលធ្វើឲ្យតម្លៃនៃពុទ្ធវចនៈធ្លាក់ចុះហើយរាយប៉ាយអាហ្នឹងគឺថាការផ្ទៀងផ្ទាត់ហ្នឹងគឺអញ្ចឹងសម្រាប់ធនធានវិញច្បាស់ណាស់ថាអ្នកថ្មីនឹងមិនដូចអ្នកចាស់ទេព្រោះមិនមែនជាអ្នកចាស់ហើយអ្នកចាស់ចំនួនមុនក៏មិនដូចអ្នកចាស់ចំនួនមុនទៀតដែរសឹកតែមានអ្នកចាស់ចំនួនមុនបន្តគ្នាប៉ុន្តែអ្នកថ្មីគឺកាន់យកនៅទិសដៅមួយគឺថាទិសដៅដែលរក្សានៅគុណតម្លៃរបស់ព្រឹទ្ធាចារ្យចំនួនដើមហើយព្យាយាមរក្សានិងធ្វើឲ្យអស់អំពីលទ្ធភាពខ្លួនដែលមានដើម្បីបន្តវេនអញ្ចឹងពាក្យថាក្រុមជំនុំប្រត្រៃបិដកនេះវាបាត់រួចស្រេចបាត់ទៅហើយក្នុងសម័យប្រទេសយើងកើតសង្គ្រាមតែមកដល់ពេលនេះប្រទេសជាតិយើងប្រកបដោយសុខសន្តិភាពស្ថិរភាពទាំងផ្នែកនយោបាយសាសនាជំនឿអីហើយយើងក៏បីតែមានឡើងមកវិញដើម្បីជាថៃភាពក្នុងការគោរពដឹងគុណឲ្យបន្តនៅបំណង
របស់ព្រះមហាថេរៈធំដែលព្រះអង្គមិនទាន់បញ្ចប់ក្រុមជំនុំបត្រៃបេដកនេះបង្កើតនៅឆ្នាំ1929តាមព្រះរាជក្រឹត្យលេខ106ដាក់ឲ្យប្រើប្រាស់ដាក់ឲ្យបង្កើតណាឲ្យយើងបានបញ្ចប់ការសម្ពោធដាក់ឲ្យប្រើប្រាស់នៅបត្រៃបេដកក្នុងឆ្នាំ1969នេះមិនមែនជាការបញ្ចប់បិទលែងឲ្យមានក្រុមជំនុំបត្រៃបេដកទេណាកុំច្រឡំគ្រាន់តែជាការបញ្ចប់មួយវគ្គនៃការបកប្រែនិងបោះពុម្ពនៅបត្រៃបេដកនៅមានអត្ថកថាដីកាយុទ្ធនាច្រើនទៀតដែលមិនទាន់នឹងធ្វើឲ្យស្រេចជាអកុសលប្រទេសជាតិយើងក៏បានជួបនៅវិបត្តិសង្គ្រាមដ៏រ៉ាំរ៉ៃមកដល់ពេលនេះជាងចឹងទៅយើងអាចកំណត់ថាឲ្យនឹងកើតឡើងវិញដើម្បីបន្តដោយប្រទេសកម្ពុជាយើងចឹងណាពីមុនវាស្ទើរតែបាត់ឈ្មោះពីផែនទីពិភពលោកហើយឥឡូវយើងកើតមកវិញយើងមានយើងតាំងនៅបានយើងត្រូវតែបន្តថាប្រទេសជាប្រទេសកម្ពុជាជនជាតិគឺជាជនជាតិខ្មែរយ៉ាងណាមិញក្រុមជំនុំបត្រៃបេដកដែលបាត់បង់ទៅម្ដងហើយនោះគឺគណៈសង្ឃពុទ្ធសាសនាកម្ពុជាយើងបង្រុញច្រានឲ្យកើតឡើងមកវិញដើម្បីបន្តដើម្បីថែរក្សានៅគុណតម្លៃរបស់ឧបវរៈសាមណៈដែលបានពលីហើយនឹងជំរុញនៅបញ្ញវន្តថ្មីដែលកំពុងតែនឹងមានប្រវត្តិមានស្រាប់នៅក្នុងប្រទេសដើម្បីជួយគ្នាក្នុងការរៀបរៀងនៅអ្វីដែលជាការសេះសល់អំពីពុព្វវរៈសង្ឃចំនួនមុនអញ្ចឹងត្រូវការសាមគ្គីអញ្ចឹងខ្ញុំកណ្ដាលថ្មក្នុងពេលនេះពាវនាវសូមឲ្យមហាវិជ្ជាពុទ្ធបរិស័ទប្រសង់គ្រូធម្មាចារ្យឧបេសាចារ្យឬក៏ប្រជាពុទ្ធបរិស័ទទាំងអស់មេត្តាកុំមានសេចក្តីសៅហ្មងឬធ្វើឲ្យបែកបាក់ដោះដែកគ្នាដោយរឿងបែបនេះឡើយព្រោះរឿងនេះជារឿងដែលយើងក៏បីតែសាមគ្គីគ្នាឲ្យកើតឡើងដើម្បីបន្តការថែរក្សាជៀសវាងការបែកបាក់វណ្ណាគុណម្ចាស់យើងយកពុទ្ធបរិស័ទគ្រប់ព្រះអង្គជ្រាបថាចុះបើយើងធ្វើតែយើងបានទទួលមនុស្សឯណាមកធ្វើមកពីយើងមិនធ្វើទើបយើងមិនដឹងថាអ្នកណាដែលអាចធ្វើបានជាក់ស្ដែងណាស់ថាសាមណៈនិស្សិតក៏ដូចជាបញ្ញវន្តរបស់ខ្មែរយើងក្រោយសង្គ្រាមបាត់បង់ស្ទើរតែទាំងស្រុងក៏ពិតមែនហើយប៉ុន្តែបច្ចុប្បន្នមានមកវិញទោះតែមិនច្រើនក៏មូលធនមនុស្សយើងអាចមានក្នុងការធ្វើកិច្ចការងារនេះរហូតដល់មានព្រះអង្គខ្លះលោកចប់បណ្ឌិតភាសាបាលីបណ្ឌិតភាសាសំស្ក្រឹតអំពីភូមាអំពីស្រីលង្កាអង្គខ្លះលោកអាចប្រើប្រាស់បានរហូតដល់3ភាសា4ភាសា5ភាសា6ភាសាហើយមិនមែនជាអ្នកដែលអត់ចេះទេគឺលោកចេះហើយមានសមត្ថភាពប៉ុន្តែសមត្ថភាពរបស់លោកតែមួយជ្រុងក៏មិនអាចធ្វើកិច្ចការងារធំឲ្យកើតឡើងបានដែរទើបចាំបាច់ត្រូវការបង្កើតកន្លែងមួយដើម្បីប្រមូលយកនៅសម្បត្តិធនធានរបស់មនុស្សទាំងអស់ហ្នឹងមកចូលឲ្យនៅក្នុងដំបូលតែមួយហើយធ្វើកិច្ចការនេះដើម្បីបន្តបេសកកម្មពុទ្ធសាសនាមិនមែនក្នុងន័យចង់បន្តបង្អាប់លុបបំបត្តិនៅគុណូបការៈរបស់ពុព្វវរៈសង្ឃចំនួនមុននោះទេខ្ញុំកណាមិនបកស្រាយអីវែងឆ្ងាយអីទៅទៀតទេគ្រាន់តែចង់បញ្យល់អំពីអត្តនឹងសក្តីនឹង
កុំឲ្យយើងមានការយល់ច្រឡំឲ្យតែការយល់ច្រឡំសម្ោចនិងសម្ោចឆ្លោះគ្នាវាអត់អីទេណាសម្ោចនិងសម្ោចយល់ច្រឡំគ្នាអត់អីទេប៉ុន្តែបើដំរីយល់ច្រឡំគ្នាវិញវាងាប់ទាំងដើមឈើតូចធំក្បែរហ្នឹងសម្ោចសង្អាក្រងកាឌៀសត្វតូចជុំវិញហ្នឹងគឺថាគ្រោះថ្នាក់ហើយបើសិនជាវងដំរីវាយុទ្ធគ្នានោះយ៉ាងណាមិញការឆ្លោះបាយបាក់ក្នុងសង្គមនេះបើម្នាក់ពីរនាក់ឆ្លោះគ្នានៅគ្រាន់តែណាប៉ុន្តែបើលើកទាំងតបទាំងវងទៅឆ្លោះគ្នាអំពីការវែកញែករកខុសរកត្រូវហើយគឺថាលែងអីនឹងបែកបាក់គ្នាទេប៉ុន្តែរឿងនេះដូចជាមិនមែនត្រឹមតែកើតឥឡូវទេកាលនៅក្នុងសម័យការបង្កើតក្រុមជំនុំបត្រៃបេដកដំបូងក៏ធ្លាប់មានអ្នកប្រឆាំងអញ្ចឹងដែរអ្នកប្រឆាំងពីការគិតថាទៅបកប្រែធัวទៅសម្រាប់ធัวយើងមិនធ្លាប់ឮរឿងហ្នឹងទេមានធ្លាប់អ្នកជេរសម្ដេចព្រះសង្ឃរាជជួនណាតណាធ្លាប់យកដុំថ្មទៅគប់ដំបូលកត់លោកទៀតណាថាលោកទៅសម្រាប់ធัวបល័យសូត្រព្រោះសុកទៅសូត្រប្រែទៅបកប្រែពីដើមយើងមានសូត្រប្រែអីបើថាអនិច្ចាអេវមេសតាំងហ្នឹងហើយប៉ុន្តែបព្វវរៈសង្ឃសម័យនោះលោកប្រែមកជាខេមរៈភាសាឧទាហរណ៍ថាអេវមេសតាំងសូត្រនេះឈ្មោះមង្គលសូត្រគឺខ្ញុំឈ្មោះអានន្តបានស្ដាប់មកហើយយ៉ាងនេះថាអេកាំងសមយ៉ាងភគវីអីចឹងទៅសាវត្តយ៉ាងវិហារតេសម័យមួយព្រះដែលមានពភាព្រះអង្គគង់នៅក្នុងវត្តជាតពុនជាអារាមរបស់អាណាថបណ្ឌិកសេដ្ឋីទីក្រុងសាវត្ថីអញ្ចឹងទៅដល់ទៅបកប្រែអញ្ចឹងក៏មានអ្នកប្រឆាំងពីការបកប្រែនឹងដែរសម័យនោះពីបញ្ហាចំនួនធម៌ចាស់ធម៌ថ្មីហ្នឹងអញ្ចឹងទៅហើយយើងកំពុងតែព្យាយាមបង្កើតឲ្យបានឡើងវិញក៏អាចជាមានមតិជំទាស់អញ្ចឹងទៀតដែរប៉ុន្តែមិនចោទថាខុសអីទេការជំទាស់ពេលខ្លះក៏មានពាក្យត្រឹមត្រូវដែរប៉ុន្តែលៃយ៉ាងម៉េចកុំឲ្យបែកបាក់សាមគ្គីគ្នាហើយកុំឲ្យខូចឧត្តមប្រយោជន៍ពុទ្ធសាសនាធ្វើឲ្យធ្លាក់ចុះនៃភាពរីកចម្រើនរុងរឿងសល់តែភាពបែកបាក់ប្រឆាគ្នានឹងក៏សូមកុំឲ្យមានអីហើយខ្ញុំមកកណាមិនមានអីវែងឆ្ងាយចូលរួមជាមួយនឹងកម្មវិធីនេះទេគ្រាន់តែចង់លើកយកអំពីវិស័យពុទ្ធិកសិក្សាជាតិរបស់យើងប៉ុណ្ណឹងដែលកំពុងតែមាននិងបន្តលើកទិសដៅអនុវត្តឲ្យកើតជារូបរាងបន្តទៅមុខទៀតអំពីធនធាននោះដែលកើតចេញពីវិស័យពុទ្ធិកសិក្សាដែលជំរុញគ្រប់ស្រទាប់វណ្ណៈតួយ៉ាងដូចជាសិស្សសាមនិស្សិតសាមណនិស្សិតដែលទទួលយកការសិក្សាអំពីពុទ្ធិកវិទ្យាល័យអញ្ចឹងឬក៏ពុទ្ធិកអនុវិទ្យាល័យពុទ្ធិកបឋមសិក្សាអញ្ចឹងគឺថាភាគច្រើនសិតតែមនុស្សដែលមិនមានធនធានដើម្បីក្នុងការបន្តការសិក្សារៀនសូត្រទេបើសិនជាការសិក្សារៀនសូត្រតាមប្រព័ន្ធអប់រំរបស់ជាតិតែម្យ៉ាងនោះត្រូវការចំណាយទើបត្រូវមកផ្ញើខ្លួនជាមួយនឹងសាសនាហើយយកនៅចំណេះវិជ្ជាអាស្រ័យបាយវត្តនេះក្នុងការបន្តនៅចំណេះវិជ្ជាទាំងផ្លូវលោកទាំងផ្លូវធម៌អំពីសំណាក់នៃវត្តអារាមនឹងឯងអញ្ចឹងសូមកោតសរសើរដល់ពោះចំពោះព្រះសិរីរដ្ឋតវង្សដែលមកប្រគ្រូចាតកាដែលព្រះអង្គចំណាយញើសឈាមកម្លាំងកាយកម្លាំងចិត្តក្នុងការតស៊ូទោះជួបជាមួយឧបសគ្គយ៉ាងមិនជាក៏នៅតែតស៊ូរុញច្រាននាវាវត្តនៅរតនារាមផ្សារកណ្ដាលនេះឲ្យទៅមុខទទួលបានការអភិវឌ្ឍហើយជួយចំណែកការអភិវឌ្ឍនេះមិនមែនតែជាវិស័យសាសនាទេក៏ជាចំណែកចូលរួមជាមួយរដ្ឋបាលខេត្តផងដែរព្រោះកាលណាខេត្តក្រុង
សង្កាត់មានវត្តមួយដែលរីកចម្រើនល្អអាចបង្កើតធនធានមនុស្សបានអាចផ្ទុកធនធានមនុស្សបានគឺថាជួយកាត់បន្ថយភាពខ្វល់ខ្វាយរបស់នៃរដ្ឋអំណាចឥឡូវដូចជាក្មេងជាង100នាក់គឺប្រសង់ដែលកំពុងសិក្សាហ្នឹងហើយបើគុំតែយកមកបោះទៅប្រឡែងចោលឯណាហើយតែប្រឡែងខុសទេជ្រុលខ្លួនជាមួយនឹងបែងគ្រឿងញៀនហើយតែអញ្ចឹងហើយសំហើយនីតិឃុំឃាំងពេញហើយកំពុងឆ្នាំងមកបន្ទប់ដូច50-60នាក់អីហើយច្រើនផុតទោសអីគ្រឿងញៀនហើយស្មាក៏មុខតែជឿជាក់ថាខេត្តបន្ទាយមានជ័យក៏ពេញដូចគ្នាចឹងពេញដូចគ្នានឹងមានវត្តអារាមជួយកាត់បន្ថយផងណាបើប្រឡែងចេញពីវត្តមកបើយើងនិយាយឲ្យអសរោះស្ដាប់ហើយស្រួលស្ដាប់ថាមកវត្តដូចជាមួយក្រោលចឹងទៅវត្តខ្លះ200អង្គ100អង្គវត្តដែលមានពុទ្ធកៈហើយសឹកតែក្មេងអត់ម្ដាយអត់ឪពុកម៉ែឪចំណាក់ស្រុកអត់អាណាព្យាបាលដល់តែទាញមកវត្តទៅអាចគ្រប់គ្រងស្ថានភាពបានខ្លះហើយដល់ទៅប្រឡែងចេញពីវត្តទៀត100ទៅ80ហើយគ្រឿងញៀនលបែងហើយបើទៅ80ហើយក៏អស់គុកដាក់ទៅទៀតហ្នឹងបាទអញ្ចឹងហើយដល់កាលណាមនុស្សជាប់គុកច្រើនពេកប្រទេសយើងកំពុងអភិវឌ្ឍត្រូវការណែគេហៅថាធនធានមនុស្សក្នុងការធ្វើការហើយបើធនធានមនុស្សនៅក្នុងគុកអស់ហើយយកពីណាមកអភិវឌ្ឍហើយវិនិយោគក៏ដោយនៅវែងឆ្ងាយទៅចុះវិនិយោគគេមកវិនិយោគប្រទេសយើងត្រូវការកម្លាំងពលកម្មក្នុងស្រុកជាចម្បងជៀសវាងការចំណាយហើយបើសិនតែមកវិនិយោគស្រុកយើងអត់មានកម្លាំងពលកម្មឲ្យគេគ្រប់គ្រាន់ទេគេទៅជួកម្លាំងពលកម្មពីខាងក្រៅមកថែមវាខាតព្រោះកម្លាំងពលកម្មពីខាងក្រៅវាថ្លៃហួសពេកហើយដល់តែមកខាតពីណាគេចង់មកអនុវត្តចង់អភិវឌ្ឍចង់រកទទួលទាននៅស្រុកយើងទៀតក៏អត់ទេអញ្ចឹងគឺកម្លាំងពលកម្មនេះជាកត្តាចម្បងហើយកម្លាំងពលកម្មសប្តាហ៍ថ្ងៃមិនមែនត្រូវការកម្លាំងបាយតែមួយមុខទេត្រូវការកម្មករជំនាញហើយកម្មករជំនាញបន្តទៅទទួលបានការអប់រំអញ្ចឹងការអប់រំក្នុងផ្នែកណាក៏ដោយមិនថាសាសនាមិនថាផ្នែកពុទ្ធចក្រអាណាចក្រអីទេគឺថាទាមទារឲ្យលើកកម្ពស់ការអប់រំហើយការអប់រំនេះគឺចាំបាច់តែខ្ញុំកណាសូមប្រគេនទៅព្រះគ្រូចៅដកាបន្តិចថាសិស្សសាមណនិស្សិតពេលណាចូលកងមានដល់100នាក់ជាងហើយអញ្ចឹងគុណគុណម្ចាស់ពេលដែលចូលកងសិស្សមកពីក្រៅច្រើនក៏បីដែរសហការជាមួយនឹងកម្លាំងសមត្ថកិច្ចជាពិសេសអធិការក្រុងក៏ដូចជាមើលប៉ុស្តិ៍ហើយនឹងពិនិត្យមើលសារធាតុញៀនសិនចាំឲ្យចូលមកគង់នៅណាព្រោះ100អង្គបើចូលតែមួយទៅហើយគឺថាណា100អង្គតែចូលតែមួយទៅហើយគឺថាយល់ឆាប់ទេហើយអញ្ចឹងក៏បីមើលសិនណាពីណាមានដោះស្រាយឲ្យហើយតើអត់មានរឿងក្រៅក៏ហើយដល់វត្តអារាមណាព្រោះកូនអ្នកស្រុកមកបួសបើចេញពីអ្នករៀនចប់បណ្ឌិតបរិញ្ញាបត្រអនុបណ្ឌិតអីមកបួសអាហ្នឹងយើងអាចថាវាមិនសូវអីណាប៉ុន្តែអង្គខ្លះដូចតូចណាស់ហើយជួនកាលមកតាំងពីមិនទាន់បួសមានតាំងពីមិនទាន់បួសហើយដល់ទៅពេលអស់លុយមកបួសទៅបានលុយទៅគ្រាន់រឹតបន្តអញ្ចឹងជាវាងតែកាលដែលកន្លែងវត្តទៅជាកន្លែងប្រមូលផ្ដុំគ្រឿងញៀនយើងក៏បីតែពិនិត្យសិនបើណាឬក៏បើដូចវត្តខ្ញុំកណាខ្ញុំម្ចាស់3ខែពិនិត្យម្ដង
còn là cái phần đất một nâng ô vậtខ្ញុំកណាមានថ្មីមករហូតអូនសិស្សថ្មីហើយប្រសងដែលជាកណ្ដកៈមកសុំនៅមកសុំរៀនដោយវត្តខ្ញុំកណាខ្ញុំម្ចាស់អត់បើកពុទ្ធកៈក៏ពិតមែនប៉ុន្តែប្រសងរៀនទាំងអស់វាលែងតែលោកតាដែលចាប់ពីអាយុ40ឡើងទេដែលលោករៀនចប់ឬក៏ថាលោកវាវ័យជ្រេទៅហើយទេបើក្រៅពីនឹងរៀនទាំងអស់សាមណេរតូចអាយុ7ឆ្នាំ8ឆ្នាំរៀននឹងមួយខែមួយឆ្នាំបង់សាលាប្រគេនក្នុងមួយអង្គជាង1000សាមណេរដែលរៀនសាលាលោកហ្នឹងក្នុងមួយអង្គហ្នឹងជាង1000ក្នុងមួយឆ្នាំឲ្យរៀន7 8 9 10អង្គទៅឃើញហើយអញ្ចឹងបើថាមួយអង្គមួយឆ្នាំ1000គ្រាន់តែ10អង្គមួយឆ្នាំជាង10000ណាហើយនៅប្រសង់ដែលលោកចូលដល់អនុវិទ្យាល័យវិទ្យាល័យនិងមហាវិទ្យាល័យផ្សេងទៀតអាហ្នឹងគឺរាប់លេខអស់ហើយអញ្ចឹងគឺថាការអប់រំហ្នឹងគឺថាមិនស្ដាយទេក្នុងការអប់រំប៉ុន្តែអប់រំមនុស្សដែលត្រឹមត្រូវអញ្ចឹងជៀសវាងភាពក្តៅក្រហាយក្នុងវត្តក៏ដូចជាការអាប់អោននៃតម្លៃពុទ្ធសាសនាខ្ញុំកណាប្រកេតអញ្ចឹងថាពិនិត្យទៅសហការគ្នាជាមួយនឹងអត្តការក្រុងទៅមុនបើកកងបើកប្រវេសនកាលប្រមូលទាំងអស់ហើយបើមានហើយអត្តការស្ងាត់ដោះស្រាយកិច្ចការងារហ្នឹងទៅប៉ុន្តែបើមិនមានទេគឺការពារទៅ3ខែឬ6ខែពិនិត្យម្ដងទី1ដើម្បីធានាឲ្យបានថាធនធានមនុស្សដែលយើងកំពុងតែបណ្ដុះនេះមិនមែនជាឆ្លៀងរបស់សង្គមទេទៅថ្ងៃមុខគឺនឹងបានទៅជាឆ្អឹងរបស់សង្គមឬក៏សរសៃឈាមរបស់សង្គមអញ្ចឹងបញ្ហានេះវាមិនមែនលើកបើកកាយអីទេប៉ុន្តែប្រសង់ក៏កូនអ្នកស្រុកដូចគ្នាហ្នឹងហើយពីមុនអ្នកប្រាជ្ញភាគច្រើនមានគតិបណ្ឌិតចង់រៀនចង់សូត្រក៏រត់មកសុំបួសប៉ុន្តែសពថ្ងៃទីពឹងឬក៏ថាអស់ទីពឹងតលផ្លូវទៅមកបួសអញ្ចឹងមកពិបាកដែរមនុស្សអញ្ចឹងព្រោះបើយើងដោះស្រាយមុនបង្ការមុនវាងាយស្រួលជាជាងយើងធ្វើឲ្យមានស្រេចទៅហើយជេរនឹងជេរលោកក៏ទៅជេរដោយទាំងអស់ហើយលោកធ្វើឲ្យធ្លាក់ចុះពុទ្ធសាសនាអី1 2អីចឹងដែរប៉ុន្តែតាមពិតគឺអត់អញ្ចឹងទេគឺថាអង្គខ្លះលោកទៅពោះហើយវាកើតរឿងអញ្ចឹងយើងបន្ទោសមិនបានដែរព្រោះក្រុមគ្រួសារមួយណាញាតិញោមពុទ្ធបរិស័ទឲ្យដំដងទាវកូនយ៉ាងច្រើនមិនលើស10នាក់ទេក្នុងមួយគ្រួសារកូនយ៉ាងច្រើនថា10នាក់ចុះហើយនៅគ្រប់គ្រងអត់អស់ហើយចុះប្រសង់ដូចវត្តផ្សារកដាលនេះកូនបរិយជាអត់ម៉ែផងអត់មេផងមានតែបាហើយកូនបរិយជាងអ្នកឲ្យតែមើលមិនអស់ណាហើយកូនកើតមកប៉ុនគ្នាទៀតពិបាកបដៅណាបើតែកូនតូចស្រាច់មកត្មងស្រួលបដៅខ្លះណាគាត់ធំស្រាច់បានគេយកមកឲ្យទេបើថាបើធ្លាប់ខូចហើយគឺងាយទេងាយនឹងបដៅទេមិនងាយទេអញ្ចឹងដើម្បីជៀសវាងហ្នឹងគឺថាកប់3យកចិត្តក្នុងរដ្ឋនិតការទី7នេះរបស់រាជរដ្ឋាភិបាលសង្កត់ធ្ងន់លើវិស័យគ្រឿងញៀនអញ្ចឹងក្នុងវិស័យពុទ្ធសាសនាយើងក៏តែគប្បីតែប្រយ័ត្នប្រយែងលើវិស័យនឹងដែរជៀសវាងការធ្លាក់ចុះនៃតម្លៃរបស់ពុទ្ធសាសនាមានប៉ុណ្ណឹងខ្ញុំបកណាសូមប្រគេនពរចំពោះបកណាគុណម្ចាស់គ្រប់ព្រះអង្គជាពិសេសព្រះឧត្តមសីលញាណព្រះមេគុណខេត្តទាមានជ័យព្រះទេវសក្ខាព្រះសិរីរតទេវង្សរាជាគណៈគ្រប់ព្រះអង្គព្រះមន្ត្រីសង្ឃនិងអាយដាមលោកទាវជាអភិបាលរងជាពុទ្ធសាសនុបឋមទាំងអស់ដែលមានប្រវត្តិមានវត្តមានក្នុងថ្ងៃសម្ពោធដាក់ឲ្យប្រើប្រាស់
ឆ្លងនៅសាលាពុទ្ធកបឋមសិក្សានិងពុទ្ធិពិសេសព្រះពុទ្ធរូប5ព្រះអង្គហើយក្នុងនោះខ្ញុំក៏បានសូមចាប់មកផលក្នុងវត្តរតនារាមសាកណ្ដាលនោះចំនួន8លានរៀលផងនិងសូមចូលជាកុសលបន្តិចបន្តួចនៅក្នុងកម្មវិធីនេះហើយសូមឲ្យមហាជីពុទ្ធបរិស័ទទាំងអស់បានសំប្រកបជួបប្រទេសតែនឹងពុទ្ធពរទាំងឡាយ4អាយុវណ្ណៈសុខៈពលៈសម្បត្តិទាំងឡាយ3មនុស្សទេវតាព្រះនិព្វានប្រាថ្នានៅពរណាសម្បត្តិណានោះសូមកុំឲ្យធ្លៀងធ្លាក់ទៅជាបការៈដល់តែឡើយសូមអរគុណនិងអរគុណ